សិក្ខាបទទី368សម័យនោះព្រះពុទ្ធដ៏មានព្រះភាកកាលគង់នៅវត្តវេលវ័នកលន្តកនិវាបដ្ឋានទៀបក្រុងរាជក្រឹសគ្រានោះឯងព្រះទព្វមលបុត្រដ៏មានអាយុតែងក្រាលនៅសេនាសនៈផងតែងឧទ្ទិសនៅផាត់ផងដល់សង្ឃលំដាប់នោះពួកមេតយៈភូមចកភិក្ខុទើបនឹងបួសថ្មីផងជាមនុស្សមានបុណ្យតិចផងអស់ទាំងសេនាសនៈណាដ៏ថោកថយរបស់សង្ឃសេនាសនៈទាំងនោះត្រូវបានមកពួកភិក្ខុទាំងនោះមួយទៀតផាត់ទាំងឡាយណាដ៏ថោកថយក៏ត្រូវបានមកភិក្ខុទាំងនោះដែរពួកមេតយៈភូមចកភិក្ខុនោះក៏បង្គាប់ភិក្ខុទាំងឡាយឲ្យពោលទោសព្រះទព្វមលបុត្រដ៏មានអាយុថាព្រះទព្វមលបុត្រកាលក្រាលសេនាសនៈតាមសេចក្តីគាប់ចិត្តរបស់ខ្លួនម្យ៉ាងទៀតលោកឧទ្ទិសនៅផាត់តាមសេចក្តីគាប់ចិត្តរបស់ខ្លួនពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិចភិក្ខុទាំងនោះក៏ពោលទោសតេដៀលបន្តបង្អាប់ថាមេតយៈភូមចកភិក្ខុទាំងឡាយមិនសមបើនឹងបង្គាប់ភិក្ខុទាំងឡាយឲ្យពោលទោសព្រះទព្វមលបុត្រដ៏មានអាយុសោះគ្រានោះភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខជាម្ចាស់លំដាប់នោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សួរចំពោះពួកមេតយៈភូមចកភិក្ខុថាមនាលភិក្ខុទាំងឡាយបានឮថាអ្នកទាំងឡាយបង្គាប់ភិក្ខុទាំងឡាយឲ្យពោលទោសទព្វមលបុត្រពិតមែនឬភិក្ខុទាំងនោះក្រាបទូលថាសូមទ្រង់មេត្តាប្រោសពិតមែនព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភិក្ខទ្រង់បន្ទោសថាមនាលមោខៈបរោះទាំងឡាយអ្នកទាំងឡាយមិនសមបើនឹងបង្គាប់ពួកភិក្ខុដទៃឲ្យពោលទោសទព្វមលបុត្រសោះមនាលមោខៈបរោះទាំងឡាយអំពើដែលអ្នកធ្វើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើងក៏ទេមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុបង្គាប់ភិក្ខុដទៃឲ្យពោលទោសភិក្ខុផងគ្នាត្រូវអាបត្តិបាចិតយៈសិក្ខាបទនេះព្រះដ៏មានព្រះភិក្ខបានបញ្ញត្តិដល់ពួកភិក្ខុយ៉ាងនេះ369សម័យនោះឯងពួកមេតយៈភូមចកភិក្ខុគិតគ្នាថាការដែលប្រើភិក្ខុដទៃឲ្យពោលទោសព្រះដ៏មានព្រះភិក្ខបានហាមរួចហើយព្រោះហេតុនោះភិក្ខុទាំងឡាយមកជានឹងបានឮដោយពាក្យមានប្រមាណប៉ុណ្ណោះហើយក៏តេដៀលព្រះទព្វមលបុត្រដ៏មានអាយុចិត្តពួកភិក្ខុដទៃថាព្រះទព្វមលបុត្ររៀបចំសេនាសនៈតាមសេចក្តីគាប់ចិត្តរបស់ខ្លួនផងចាត់ចែងផាត់តាមសេចក្តីគាប់ចិត្តរបស់ខ្លួនផងភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិចភិក្ខុទាំងនោះក៏ពោលទោសតេដៀលបន្តបង្អាប់ថាពួកមេតយៈភូមចកភិក្ខុមិនសមបើនឹងហ៊ានតេដៀលព្រះទព្វមលបុត្រដ៏មានអាយុសោះគ្រានោះភិក្ខុទាំងឡាយនោះក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខលំដាប់នោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សួរចំពោះនឹងពួកមេតយៈភូមចកភិក្ខុថាមនាលភិក្ខុទាំងឡាយបានឮថាអ្នកទាំងឡាយតេដៀលទព្វមលបុត្រពិតមែនឬភិក្ខុទាំងនោះក្រាបទូលថាសូមទ្រង់មេត្តាប្រោសពិតមែនព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភិក្ខទ្រង់បន្ទោសថាណែមោខៈបរោះទាំងឡាយអ្នកទាំងឡាយមិនសមបើនឹងតេដៀលទព្វមលបុត្រទេណែមោខៈបរោះទាំងឡាយអំពើដែលអ្នកធ្វើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យបានជ្រះថ្លាឡើងក៏ទេមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុបង្គាប់ភិក្ខុដទៃឲ្យពោលទោសភិក្ខុផងគ្នាឬតេដៀលភិក្ខុផងគ្នាត្រូវអាបត្តិបាចិតយៈ370ដែលហៅថាភិក្ខុបង្គាប់ភិក្ខុដទៃឲ្យពោលទោសនោះគឺភិក្ខុមានប្រាថ្នានឹងធ្វើនៅសេចក្តីតេដៀលមានប្រាថ្នានឹងធ្វើនៅសេចក្តីបង្អាប់យោះមានប្រាថ្នានឹងធ្វើនៅសេចក្តីបង្អាប់បង្អោនចំពោះឧបសម្បានបុគ្គលដែលសង់សន្មតឲ្យជាអ្នកក្រាលនៅសេនាសនៈនេះក្តីឲ្យជាអ្នកចាត់ចែងនៅផាត់ក្តីឲ្យជាអ្នកចាត់ចែងនៅបបក្តីឲ្យជាអ្នកចាត់ចែងនៅផ្លែឈើក្តីឲ្យជាអ្នកចាត់ចែងនៅបងអែមក្តីឲ្យជាអ្នកចែកចាយនៅវត្ថុមានប្រមាណតិចតួចក្តី
ហើយបង្គាប់ភិក្ខុដទៃឲ្យពោលទោសឬតេដៀលឧបសម្បានបុគ្គលនោះត្រូវអាបត្តិបាចិត្តយៈ 371 កម្មប្រកបដោយធម៌ភិក្ខុសម្គាល់ថាកម្មប្រកបដោយធម៌ហើយបង្គាប់ភិក្ខុដទៃឲ្យពោលទោសឬតេដៀលភិក្ខុផងគ្នាត្រូវអាបត្តិបាចិត្តយៈ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មប្រកបដោយធម៌ហើយបង្គាប់ភិក្ខុដទៃឲ្យពោលទោសឬតេដៀលភិក្ខុផងគ្នាត្រូវអាបត្តិបាចិត្តយៈ កម្មប្រកបដោយធម៌តែភិក្ខុសម្គាល់ថាកម្មមិនប្រកបដោយធម៌វិញហើយបង្គាប់ភិក្ខុដទៃឲ្យពោលទោសឬតេដៀលភិក្ខុផងគ្នាត្រូវអាបត្តិបាចិត្តយៈ 372 ភិក្ខុបង្គាប់ភិក្ខុដទៃឲ្យពោលទោសក្តីតេដៀលដោយខ្លួនឯងក្តីត្រូវអនុបសម្បានបុគ្គលត្រូវអាបត្តិទុក្ខត ភិក្ខុមានប្រាថ្នានឹងធ្វើនៅសេចក្តីតេដៀលមានប្រាថ្នានឹងធ្វើនៅសេចក្តីបង្អាប់យោះមានប្រាថ្នានឹងធ្វើនៅសេចក្តីបង្អាប់បង្អោនចំពោះឧបសម្បានបុគ្គលដែលសង្ឃមិនបានសន្មត់ឲ្យជាអ្នកក្រាលសេនាសនៈក្តីឲ្យជាអ្នកចាត់ចែងនៅផាត់ក្តីឲ្យជាអ្នកចែកនៅបបរក្តីឲ្យជាអ្នកចែកនៅផ្លែឈើក្តីឲ្យជាអ្នកចែកនៅបង្អែមក្តីឲ្យជាអ្នកចែកចាយនៅវត្ថុមានប្រមាណតិចតួចក្តីហើយបង្គាប់ភិក្ខុដទៃឲ្យពោលទោសក្តីតេដៀលដោយខ្លួនឯងក្តីនៅឧបសម្បានបុគ្គលក្តីនៅអនុបសម្បានបុគ្គលក្តីត្រូវអាបត្តិទុក្ខត ភិក្ខុមានប្រាថ្នានឹងធ្វើនៅសេចក្តីតេដៀលមានប្រាថ្នានឹងធ្វើនៅសេចក្តីបង្អាប់យោះមានប្រាថ្នានឹងធ្វើនៅសេចក្តីបង្អាប់បង្អោនចំពោះអនុបសម្បានបុគ្គលដែលសង្ឃបានសន្មត់ឬមិនបានសន្មត់ឲ្យជាអ្នកក្រាលនៅសេនាសនៈក្តីឲ្យជាអ្នកចាត់ចែងនៅផាត់ក្តីឲ្យជាអ្នកចែកចាយនៅបបរក្តីឲ្យជាអ្នកចែកផ្លែឈើក្តីឲ្យជាអ្នកចែកចាយនៅបង្អែមក្តីឲ្យជាអ្នកចែកចាយនៅវត្ថុមានប្រមាណតិចតួចក្តីហើយបង្គាប់ភិក្ខុដទៃឲ្យពោលទោសឬតេដៀលដោយខ្លួនឯងនៅឧបសម្បានបុគ្គលក្តីអនុបសម្បានបុគ្គលក្តីត្រូវអាបត្តិទុក្ខត កម្មមិនប្រកបដោយធម៌ភិក្ខុមានសេចក្តីសម្គាល់ថាកម្មប្រកបដោយធម៌វិញត្រូវអាបត្តិទុក្ខត ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មមិនប្រកបដោយធម៌ត្រូវអាបត្តិទុក្ខត កម្មមិនប្រកបដោយធម៌ភិក្ខុសម្គាល់ថាកម្មមិនប្រកបដោយធម៌ត្រូវអាបត្តិទុក្ខត 373 អាបត្តិមិនមានដល់ភិក្ខុដែលបង្គាប់ភិក្ខុដទៃឲ្យពោលទោសក្តីតេដៀលដោយខ្លួនឯងក្តីនៅភិក្ខុដែលជាអ្នកធ្វើការសង្ឃដោយឆន្ទាគតិទោសាគតិមោហាគតិភយាគតិជាប្រក្រតីដល់ភិក្ខុឆ្កួតដល់ភិក្ខុដើមបញ្ញត្តិសិក្ខាបទទី3ចប់សិក្ខាបទទី4 374 សម័យនោះព្រះពុទ្ធដ៏មានព្រះភិក្ខកាលគង់នៅវត្តព្រះចេតពុនជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីលំដាប់នោះភិក្ខុទាំងឡាយបានតែងតាំងគ្រឿងសេនាសនៈនៅទីវាលហើយកំដៅកាយក្នុងកាលហេមន្តរដូវសម័យដែលមានទឹកសន្សើមកាលបើគេប្រាប់ភត្តកាលគឺនិមន្តឆាន់ហើយកាលនឹងដើរចេញទៅចាក់ទីនោះមិនរើសយកមកទុកដាក់មិនបានប្រើគេឲ្យរើសយកមកទុកដាក់នៅសេនាសនៈនោះហើយឥតទាំងបានប្រាប់អ្នកដទៃស្រាប់តែដើរចេញទៅឯគ្រឿងសេនាសនៈទទឹកដោយទឹកសន្សើមជោគអស់ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិចពួកភិក្ខុនោះក៏ពោលទោសតេដៀលបន្តបង្អាប់ថាភិក្ខុទាំងឡាយមិនសមបើនឹងតែងតាំងគ្រឿងសេនាសនៈនៅទីវាលហើយកាលនឹងដើរចេញទៅមិនរើយកមកទុកដាក់មិនបានប្រើគេឲ្យរើយកមកទុកដាក់នៅសេនាសនៈនោះហើយឥតទាំងបានប្រាប់អ្នកដទៃស្រាប់តែដើរចេញទៅគ្រឿងសេនាសនៈដ៏ជោគជាំដោយទឹកសន្សើមគ្រានោះភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខលំដាប់នោះព្រះដ៏មានព្រះភិក្ខទ្រង់បានសួរនៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយឮថាពួកភិក្ខុបានតែងតាំងគ្រឿងសេនាសនៈនៅទីវាលកាលនឹងដើរចេញទៅមិនបានរើយកមកទុកដាក់មិនបានប្រើគេឲ្យរើយកមកទុកដាក់នៅសេនាសនៈនោះ
ហើយឥតទាំងបានប្រាប់អ្នកដទៃស្រាប់តែដើរចេញទៅគ្រឿងសេនាសនៈក៏ជោគជាំដោយទឹកសន្សើមពិតមែនឬភិក្ខុទាំងនោះក្រាបទូលថាសូមទ្រង់មេត្តាប្រោសពិតមែនព្រះពុទ្ធជាម្ចាស់ដ៏មានជោគទ្រង់បន្ទោសថាមនាលអ្នកទាំងឡាយមោឃៈបរោះទាំងនោះមិនសមបើនឹងតែងតាំងគ្រឿងសេនាសនៈនៅទីវាលហើយកាលនឹងដើរចេញទៅមិនបានរើយកមកទុកដាក់មិនបានប្រើគេឲ្យរើយកមកទុកដាក់នៅសេនាសនៈនោះហើយឥតទាំងបានប្រាប់អ្នកដទៃស្រាប់តែដើរចេញទៅឯគ្រឿងសេនាសនៈក៏ជោគជាំដោយទឹកសន្សើមមនាលភិក្ខុទាំងឡាយអំពើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យបានជ្រះថ្លាឡើងក៏ទេមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយលាតឬសន្ធឹងខ្លួនឯងក្តីឲ្យគេលាតក្តីនៅក្រែក្តីតាំងក្តីពូកក្តីកៅអីក្តីដែលជារបស់សង្ឃក្នុងទីវាលហើយកាលនឹងដើរចេញទៅមិនបានរើយកគ្រឿងសេនាសនៈមានក្រែជាដើមនោះមកទុកដាក់ខ្លួនឯងមិនបានប្រើគេឲ្យរើយកមកទុកដាក់ហើយឥតបានប្រាប់អ្នកដទៃស្រាប់តែដើរចេញទៅត្រូវអាបត្តិបាចិត្តយៈសិក្ខាបទនេះព្រះដ៏មានព្រះភិក្ខទ្រង់បានបញ្ញត្តិហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ375សម័យនោះមានភិក្ខុច្រើនរូបនៅក្នុងទីវាលលុះព្រឹកឡើងក៏នាំគ្នាជញ្ជូនយកគ្រឿងសេនាសនៈទៅព្រះដ៏មានព្រះភិក្ខទ្រង់បានទតឃើញភិក្ខុទាំងនោះកំពុងតែជញ្ជូនយកគ្រឿងសេនាសនៈទៅអំពីព្រឹកលុះទ្រង់បានទតហើយទើបទ្រង់ធ្វើនៅធម្មីកថាព្រោះរឿងនេះដំណើរនេះហើយត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថាមនាលភិក្ខុទាំងឡាយពួកសត្វក្អែកក្តីសត្វខ្លែងក្តីមិនបានបន្ទោបងនៅឧច្ចារៈដាក់ក្នុងទីណាតថាគតអនុញ្ញាតឲ្យទុកដាក់គ្រឿងសេនាសនៈក្នុងទីនោះគឺដូចជាមណ្ឌបឬរុក្ខមូលម្លប់ឈើអស់កាល8ខែគឺកំណត់យកខែដែលគ្មានភ្លៀង376ត្រង់ពាក្យថាភិក្ខុណាមួយមានសេចក្តីដូចគ្នានឹងសិក្ខាបទទី1នៃបរាជិកណ្ឌសេនាសនៈដែលគេបានប្រគេនឬបានលះបង់ដល់សង្ឃហៅថាសេនាសនៈរបស់សង្ឃដែលហៅថាក្រែបានដល់ក្រែ4យ៉ាងគឺក្រែដែលគេបញ្ជូនមេទៅក្នុងលំដាប់ជើង1ក្រែដែលមានមេជាប់នឹងជើង1ក្រែដែលមានជើងដូចជាជើងក្តាម1ក្រែដែលមានជើងចុចឬក្រែដែលគេបញ្ចូលជើងទៅក្នុងដំណាប់មេ1ដែលហៅថាតាំងបានដល់តាំងមាន4យ៉ាងគឺតាំងដែលគេបញ្ចូលមេទៅក្នុងដំណាប់ជើង1តាំងដែលមានមេគេបង្ខំជាប់នឹងជើង1តាំងដែលមានជើងដូចជាជើងក្តាម1តាំងដែលមានជើងចុចឬតាំងដែលគេបញ្ចូលជើងទៅក្នុងដំណាប់មេ1ដែលហៅថាពូកបានដល់ពូក5យ៉ាងគឺពូកដែលគេញាត់ដោយរោមសត្វ1ពូកដែលគេញាត់សម្បកឈើ1ពូកដែលគេញាត់កំណាត់សម្ពុត1ពូកដែលគេញាត់ស្មៅ1ពូកដែលគេញាត់ស្លឹកឈើ1ដែលហៅថាកៅអីគឺកៅអីដែលគេធ្វើដោយសម្បកឈើក្តីដោយស្បូវភ្លាំងក្តីធ្វើដោយស្មៅយ៉ាប្លង់ក្តីធ្វើដោយស្មៅដំណេកទុនសាយក្តីដែលគេរុំហើយចងភ្ជាប់គ្នាខាងក្នុងពាក្យថាលាតគឺតម្កល់ទុកដោយខ្លួនឯងពាក្យថាប្រើគេឲ្យលាតគឺប្រើបុគ្គលដទៃឲ្យតម្កល់ទុកភិក្ខុប្រើអនុបសម្បណ្ណបុគ្គលឲ្យតម្កល់ទុកសេចក្តីខ្វល់នឹងមានដល់ភិក្ខុអ្នកប្រើនោះភិក្ខុប្រើឧបសម្បណ្ណបុគ្គលឲ្យតម្កល់ទុកសេចក្តីខ្វល់នឹងមានដល់អ្នកតម្កល់ទុកនោះពាក្យថាកាលនឹងដើរចេញទៅមិនបានរើយកមកទុកដាក់នៅគ្រឿងសេនាសនៈនោះគឺមិនបានរើយកមកទុកដាក់ដោយខ្លួនឯងពាក្យថាមិនបានប្រើគេឲ្យរើយកមកទុកដាក់គឺមិនបានប្រើអ្នកដទៃឲ្យរើយកមកទុកដាក់ពាក្យថាឥតប្រាប់អ្នកដទៃហើយដើរចេញទៅគឺការដែលភិក្ខុមិនបានប្រាប់ភិក្ខុផងគ្នាក្តី
សាមណេរក្តីញោមវត្តក្តីហើយដើរកន្លងមួយលេឌុបាតរបស់មជ្ឈិមបរោះទៅត្រូវអាបត្តិបាចិត្តយៈលេឌុបាតមានសេចក្តីបញ្យល់ថាចម្ងាយមួយបោះដុំដីដែលមជ្ឈិមបរោះបោះចោលទៅ377របស់សង្ឃភិក្ខុសម្គាល់ថារបស់សង្ឃហើយតម្កល់ទុកដោយខ្លួនឯងឬប្រើអ្នកដទៃឲ្យតម្កល់ទុកនៅក្នុងទីវាលកាលនឹងដើរចេញទៅមិនបានរើសយកមកទុកដាក់ដោយខ្លួនឯងមិនបានប្រើអ្នកដទៃឲ្យរើសយកមកទុកដាក់នៅគ្រឿងសេនាសនៈនោះឬមិនបានប្រាប់អ្នកដទៃឲ្យដើរចេញទៅត្រូវអាបត្តិបាចិត្តយៈភិក្ខុមានសេចក្តីសង្ស័យក្នុងរបស់សង្ឃហើយតម្កល់ទុកដោយខ្លួនឯងឬប្រើអ្នកដទៃឲ្យតម្កល់ទុកក្នុងទីវាលកាលនឹងដើរចេញទៅមិនបានរើយកមកទុកដាក់ដោយខ្លួនឯងមិនបានប្រើអ្នកដទៃឲ្យរើយកមកទុកដាក់នៅគ្រឿងសេនាសនៈនោះឬមិនបានប្រាប់អ្នកដទៃឲ្យចេញដើរទៅត្រូវអាបត្តិបាចិត្តយៈរបស់សង្ឃភិក្ខុមានសេចក្តីសម្គាល់ថាជារបស់បុគ្គលទៅវិញហើយតម្កល់ទុកដោយខ្លួនឯងក្តីប្រើអ្នកដទៃឲ្យតម្កល់ទុកក្តីនៅក្នុងទីវាលកាលនឹងជិះចេញទៅមិនបានរើយកមកទុកដាក់ដោយខ្លួនឯងមិនបានប្រើអ្នកដទៃឲ្យរើយកមកទុកដាក់នៅគ្រឿងសេនាសនៈនោះឬមិនបានប្រាប់អ្នកដទៃហើយជិះចេញទៅត្រូវអាបត្តិបាចិត្តយៈភិក្ខុតម្កល់ទុកដោយខ្លួនឯងឬប្រើអ្នកដទៃឲ្យតម្កល់ទុកនៅគ្រឿងទ្រនាប់ក្តីគ្រឿងកម្រាលគ្រែឬតាំងក្តីគ្រឿងកម្រាលផែនដីក្តីកន្ទេលទុនក្តីច្រមខណ្ឌគឺគ្រឿងកម្រាលដែលគេធ្វើដោយស្បែកខ្លាជាដើមក្តីគ្រឿងសម្រាប់ជូតជើងក្តីតាំងដែលគេធ្វើដោយផែនក្តារក្តីនៅក្នុងទីវាលកាលនឹងជិះចេញទៅមិនបានរើយកមកទុកដាក់ដោយខ្លួនឯងមិនបានប្រើអ្នកដទៃឲ្យរើយកមកទុកដាក់នៅគ្រឿងសេនាសនៈទាំងនោះឬមិនបានប្រាប់អ្នកដទៃហើយជិះចេញទៅត្រូវអាបត្តិទុក្ខតរបស់បុគ្គលភិក្ខុមានសេចក្តីសម្គាល់ថាជារបស់សង្ឃវិញត្រូវអាបត្តិទុក្ខតភិក្ខុមានសេចក្តីសង្ស័យក្នុងរបស់បុគ្គលត្រូវអាបត្តិទុក្ខតរបស់បុគ្គលភិក្ខុមានសេចក្តីសម្គាល់ថាជារបស់បុគ្គលវត្ថុជារបស់បុគ្គលនៃភិក្ខុឯទៀតដែលមិនមែនជាវិសាសៈត្រូវអាបត្តិទុក្ខតវត្ថុជារបស់បុគ្គលភិក្ខុកាន់យកដោយសេចក្តីស្និទ្ធស្នាលដូចជារបស់ខ្លួនមិនត្រូវអាបត្តិឡើយ378អាបត្តិមិនមានដល់ភិក្ខុដែលបានរើយកគ្រឿងសេនាសនៈមកទុកដាក់ដោយខ្លួនឯងហើយដើរចេញទៅដល់ភិក្ខុដែលបានប្រើអ្នកដទៃឲ្យរើយកគ្រឿងសេនាសនៈមកទុកដាក់ហើយដើរចេញទៅដល់ភិក្ខុដែលបានប្រាប់អ្នកដទៃហើយដើរចេញទៅដល់ភិក្ខុដែលហាលគ្រឿងសេនាសនៈហើយដើរចេញទៅដោយគិតថានឹងត្រឡប់យកមកទុកវិញដល់ភិក្ខុដែលមានគ្រឿងសេនាសនៈដែលមានបុគ្គលណាមួយមកបៀតបៀនដល់ភិក្ខុដែលមានសេចក្តីអន្តរាយដល់ភិក្ខុឆ្កួតដល់ភិក្ខុដើមបញ្ញត្តិសិក្ខាបទទី4ចប់សិក្ខាបទទី5 379សម័យនោះព្រះពុទ្ធដ៏មានជោគកាលគង់នៅវត្តព្រះចេតពុនរបស់អនាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីគ្រានោះឯងភិក្ខុមានពួក17ជាសម្លាញ់នឹងគ្នាភិក្ខុទាំងនោះកាលនឹងនៅក៏នៅជាមួយគ្នាកាលនឹងដើរក៏ដើរជាមួយគ្នាភិក្ខុទាំងនោះឯងបានក្រាលគ្រឿងកម្រាលសម្រាប់ដេកក្នុងវិហារជារបស់សង្ឃណាមួយហើយកាលនឹងដើរចេញទៅមិនបានរើយកមកទុកដាក់មិនបានប្រើអ្នកដទៃឲ្យរើយកមកទុកដាក់វិញនៅគ្រឿងកម្រាលសម្រាប់ដេកនោះហើយឥតទាំងប្រាប់អ្នកដទៃឡើយស្រាប់តែជិះចេញទៅឯពួកសត្វកណ្ដៀរក៏កោកាត់គ្រឿងសេនាសនៈខូចអស់ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិចភិក្ខុទាំងនោះក៏ពោលទោសតែដៀលបន្តបង្អាប់ថាកោតតែភិក្ខុទាំង17រូបហ៊ានក្រាលគ្រឿងកម្រាលសម្រាប់ដេកក្នុងវិហារជារបស់សង្ឃហើយកាលនឹងដើរចេញទៅមិនបានរើយកមកទុកដាក់មិនបាន
ប្រើគេឲ្យរើយកមកទុកដាក់នៅគ្រឿងកម្រាលសម្រាប់ដេកនោះហើយឥតទាំងប្រាប់អ្នកដទៃឡើយស្រាប់តែជៀសចេញទៅឯពួកសត្វកណ្ដៀរក៏កោរកាត់គ្រឿងសេនាសនៈខូចអស់លំដាប់នោះភិក្ខុទាំងអំបាលនោះក៏បានក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខដោយសពគ្រប់វេលានោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សួរចំពោះភិក្ខុទាំងនោះថាណែភិក្ខុទាំងឡាយឮថាភិក្ខុមានពួក17រូបបានក្រាលកម្រាលសម្រាប់ដេកក្នុងវិហារជារបស់សង្ឃហើយកាលដែលដើរចេញទៅមិនបានរើយកមកទុកដាក់មិនបានប្រើគេឲ្យរើយកមកទុកដាក់នៅកម្រាលសម្រាប់ដេកនោះឥតទាំងបានប្រាប់អ្នកដទៃឡើយស្រាប់តែដើរចេញទៅគ្រឿងសេនាសនៈពួកសត្វកណ្ដៀរវាក៏កោរកាត់ខូចអស់ជាពិតមែនឬភិក្ខុទាំងនោះក្រាបទូលថាសូមទ្រង់មេត្តាប្រោសពិតមែនព្រះដ៏មានព្រះភិក្ខទ្រង់បន្ទោសថាមនាលភិក្ខុទាំងឡាយពួកមោឃៈបរោះទាំងនោះមិនសមបើនឹងក្រាលគ្រឿងកម្រាលសម្រាប់ដេកក្នុងវិហារជារបស់សង្ឃហើយកាលដែលដើរចេញទៅក៏មិនបានរើយកមកទុកដាក់មិនបានប្រើគេឲ្យរើយកមកទុកដាក់នៅគ្រឿងសេនាសនៈនោះហើយឥតទាំងប្រាប់អ្នកដទៃសោះឡើយត្រាប់តែដើរចេញទៅគ្រឿងសេនាសនៈទាំងនោះពួកសត្វកណ្ដៀរវាក៏កោរកាត់ខូចអស់មនាលភិក្ខុទាំងឡាយអំពើនេះនឹងបានដឹកនាំពួកមនុស្សដែលមិនទាន់ជ្រះថ្លាឲ្យបានជ្រះថ្លាឡើងក៏ទេមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយក្រាលឬប្រើគេឲ្យក្រាលនៅកម្រាលសម្រាប់ដេកក្នុងវិហារជារបស់សង្ឃហើយកាលនឹងដើរចេញទៅមិនបានរើយកមកទុកដាក់មិនបានប្រើគេឲ្យរើយកមកទុកដាក់នៅគ្រឿងសេនាសនៈនោះឬឥតបានប្រាប់អ្នកដទៃស្រាប់តែដើរចេញទៅត្រូវអាបត្តិបាចិត្តយៈ380ត្រង់ពាក្យថាភិក្ខុណាមួយមានសេចក្តីដូចគ្នានឹងបឋមបរាជិកសិក្ខាបទខាងដើមហើយវិហារដែលគេបានវេប្រគេនឬគេបានលះបង់ដល់សង្ឃហើយហៅថាវិហាររបស់សង្ឃពួកគ្រឿងទ្រនាប់កម្រាលគ្រែឬតាំងកម្រាលផែនដីកន្ទេលទុនច្រមខណ្ឌកំណាត់ស្បែកនិស័យតនៈសម្ពុតសម្រាប់ទ្របអង្គុយកម្រាលដែលគេធ្វើដោយស្មៅកម្រាលដែលគេធ្វើដោយស្លឹកហៅថាកម្រាលសម្រាប់ដេកពាក្យថាក្រាលគឺក្រាលដោយខ្លួនឯងពាក្យថាប្រើគេឲ្យក្រាលគឺប្រើអ្នកដទៃឲ្យក្រាលពាក្យថាកាលនឹងដើរចេញទៅមិនបានរើយកគ្រឿងកម្រាលនោះមកទុកដាក់ដោយខ្លួនឯងគឺមិនបានរើយកមកទុកដាក់ដោយខ្លួនឯងពាក្យថាមិនបានប្រើគេឲ្យរើយកមកទុកដាក់គឺមិនបានប្រើអ្នកដទៃឲ្យរើយកមកទុកដាក់ឡើយពាក្យថាឥតបានប្រាប់អ្នកដទៃហើយដើរចេញទៅគឺមិនបានប្រាប់ភិក្ខុក្តីសាមណេរក្តីញោមវត្តក្តីហើយដើរទៅកន្លងរបងវត្តដែលគេបិទបាំងត្រូវអាបត្តិបាចិត្តយៈភិក្ខុកាលបើដើរកន្លងឧបចារវត្តដែលគ្មានរបងត្រូវអាបត្តិបាចិត្តយៈ381វិហាររបស់សង្ឃភិក្ខុសម្គាល់ថាជារបស់សង្ឃហើយក្រាលដោយខ្លួនឯងឬប្រើគេឲ្យក្រាលនៅកម្រាលសម្រាប់ដេកកាលនឹងដើរចេញទៅមិនបានរើយកមកទុកដាក់មិនបានប្រើគេឲ្យរើយកមកទុកដាក់នៅកម្រាលសម្រាប់ដេកនោះឬឥតប្រាប់អ្នកដទៃឡើយស្រាប់តែដើរចេញទៅត្រូវអាបត្តិបាចិត្តយៈភិក្ខុមានសេចក្តីសង្ស័យក្នុងវិហារជារបស់សង្ឃហើយក្រាលដោយខ្លួនឯងឬប្រើគេឲ្យក្រាលនៅកម្រាលសម្រាប់ដេកកាលដើរចេញទៅមិនបានរើយកមកទុកដាក់មិនបានប្រើគេឲ្យរើយកមកទុកដាក់នៅកម្រាលសម្រាប់ដេកនោះឬឥតបានប្រាប់អ្នកដទៃស្រាប់តែដើរចេញទៅត្រូវអាបត្តិបាចិត្តយៈវិហាររបស់សង្ឃភិក្ខុសម្គាល់ថាជារបស់បុគ្គលទៅវិញហើយក្រាលដោយខ្លួនឯងឬប្រើគេឲ្យក្រាលនៅកម្រាលសម្រាប់ដេកហើយកាលនឹងដើរចេញទៅមិនបានរើយកមកទុកដាក់មិនបានប្រាប់ឲ្យគេរើយកមកទុកដាក់នៅកម្រាលសម្រាប់ដេកនោះឬឥតបានប្រាប់អ្នកដទៃស្រាប់តែដើរចេញទៅត្រូវអាបត្តិបាចិត្តយៈភិក្ខុក្រាលដោយខ្លួនឯងឬប្រើគេឲ្យក្រាលនៅកម្រាលសម្រាប់ដេកនៅឧបចារវិហារក្តីក្នុងរោងសម្រាប់ឆាន់ក្តីក្នុង
mình đột cái đấy tiếp cô trừ cái đấy hai cao được đa trình tứ mình ban rơ dột một tục đá mình ban prap ở kê rơ dột một tục đá nơi cầm ra sầm rạp để nút rứ ít ban prap lẹ đọt tì sạp tại đa trình tứ trơ ạ bắt tục cọt bị khổ krao đôi khuôn anh cái đây pra kê ở krao cái đây nơi kê rư tăng không vì hiệp cái đấy không opachara vì hiệp cái đấy không rung sầm rạp chăn cái đấy không mình đột cái đấy tiếp cô trừ cái đấy hai ca được đa trình tứ mình ban rơ dột một tục đá mình ban pra kê ở rơ dột một tục đá nơi kê được tăng nút rư ít ban prap lẹ đọt tì sạp tại đa trình tứ trơ ạ bắt tục cọtวิเฮียរបស់បុគ្គលភិក្ខុសម្គាល់ថាជារបស់សង្ឃទៅវិញត្រូវអាบัติទុកកតភិក្ខុមានសេចក្តីសង្ស័យក្នុងវិហារជារបស់បុគ្គលត្រូវអាบัติទុកកតវិហារជារបស់បុគ្គលភិក្ខុដឹងច្បាស់ជារបស់បុគ្គលគឺវិហារដែលជារបស់បុគ្គលនៃភិក្ខុដទៃដែលមិនមែនជាវិសាសៈត្រូវអាบัติទុកកតវិហារជារបស់បុគ្គលដែលជាទីស្និទ្ធស្នាលនឹងខ្លួនមិនត្រូវអាบัติឡើយ382អាบัติមិនមានដល់ភិក្ខុដែលបានរើកំរាលយកមកទុកដាក់ដោយភ្លេចដើរចេញទៅដល់ភិក្ខុដែលបានប្រើគេឲ្យរើយកមកទុកដាក់ហើយដើរចេញទៅដល់ភិក្ខុដែលបានប្រាប់អ្នកដទៃរួចហើយដើរចេញទៅដល់ភិក្ខុមានកំរាលដែលមានបុគ្គលណាមួយចូលទៅបៀតបៀនដល់ភិក្ខុដែលមានសេចក្តីអាឡោះអាល័យបានដើរចេញទៅឈរក្នុងទីនោះប្រាប់បុគ្គលណាមួយថាភិក្ខុនោះមានសេចក្តីអន្តរាយនិមួយមកបៀតបៀនហើយដល់ភិក្ខុមានសេចក្តីអន្តរាយកើតឡើងដល់ភិក្ខុឈួតដល់ភិក្ខុដើមបញ្ញត្តិពាក្យថាដល់ភិក្ខុដែលមានសេចក្តីអាឡោះអាល័យមានសេចក្តីបញ្យល់នៅក្នុងអត្ថកថាថាភិក្ខុកាលចេញដើរទៅគិតថាអាត្មាអញនឹងត្រឡប់មករៀបចំទុកដាក់កំរាលវិញក្នុងថ្ងៃនេះលុះទៅដល់ទីដែលខ្លួនប្រាថ្នានឹងទៅនៅនោះក៏មានសេចក្តីអន្តរាយកើតឡើងមិនអាចនឹងត្រឡប់មកវិញបានសិក្ខាបទទី5ចប់វិន័យ3ដកមហាវិភាំងតតយភាគ3ចប់តែប៉ុណ្ណេះសូមអញ្ជើញអនុមោទនា